យើងចាក់ទឹកវាឲ្យបរិមាណវាស្មើគ្នាមកនៅវាស្ទើរតិចយើងចាក់មកល្មមបរិមាណស្មើគ្នានេះតបមកអានេះនិយាយពីការវិសោធន៍គ្រឿងក្នុងរបស់យើងរាល់ថ្ងៃយើងហូបជាតិពុលច្រើនវាមានជាតិគីមីច្រើនណាតែយើងអត់ដឹងថាយើងកំចាត់ជាតិពុលយើងតាមរយៈណាព្រោះយើងក៏តែបើសម្រាប់ពេលអ្នកមានលុយគេទៅពេទ្យទៅអីហ្នឹងតែយើងអ្នកគាត់យើងអត់ទៅពេទ្យនេះក្នុងនេះអង្គនេះប្រៀបដូចជាគ្រឿងក្នុងរបស់យើងចាំមានខ្លាប្រមាត់ស្រួលតិចណាអង្គដាំបាយហូបបានណានេះតាមពិតទី1ស្លាបព្រាតែខ្ញុំចាក់ចេះហើយខ្ញុំដាក់នៅក្នុងហ្នឹងចំនួនប៉ុណ្ណឹងដូចគ្នាស្លាបព្រាវានេះតិចដាក់ចូលទៅមករាងកាយរបស់យើងត្រូវការហូបអាហាររាល់ថ្ងៃអញ្ចឹងអាហារប្រចាំថ្ងៃយើងវាមានផលប៉ះពាល់ដល់សុខភាពយើងហើយព្រោះយើងអត់ដឹងថាអាហារណាវាសុខសារជាតិគីមីប្រមាណអញ្ចឹងណាអញ្ចឹងតមកអានេះប្រៀបដូចជាជាតិគីមីអញ្ចឹងអានេះតំណាងឲ្យជាតិគីមីណាវាមានជាតិគីមីមែនវាអាចប៉ះពាល់ដល់សុខភាពណាខ្ញុំដាក់ចំនួនវាមកស្លាបព្រាហើយថែមមកស្លាបព្រាទៀតតមកខាងនេះក៏យើងដាក់ដូចគ្នាដែរឃើញហើយចាប់ផ្ដើមកូរទៅជុំមើលតែកាហ្វេហើយណាឃើញគ្រឿងក្នុងរបស់យើងប្រៀបដូចជានេះអត់នេះវាសិតតែពោពេញទៅដោយជាតិគីមីតែវាខ្មៅបំផុតអង្គហ្នឹងប្រៀបតំណាងឲ្យគ្រឿងក្នុងរបស់យើងហើយយ៉ាងនេះកូរដូចគ្នាដាក់ដូចគ្នាកូរវាមកហើយអ្នកខាងនេះឧទាហរណ៍ដូចខ្លួននៅជើងម្នាក់អញ្ចឹងអ្នកខាងនេះគាត់អត់ចង់ហូបវីតាមីនទេតែអ្នកខាងនេះគាត់ចង់ហូបវីតាមីនដើម្បីកម្ចាត់ជាតិពុលចេញអញ្ចឹងយើងដាក់ថ្នាំវីតាមីនរបស់យើងនេះមកគ្រាប់ចូលទៅមកយើងធ្វើការកូរវាទៅយើងនឹងដឹងពីប្រសិទ្ធភាពថ្នាំវីតាមីនរបស់យើងអត់ចាំបាច់ចំណាយលុយច្រើនដើម្បីទៅទិញក្រូចនៅតាមទីផ្សារហូបឯណាព្រោះយើងទិញក្រូច1គីឡូវាអាចថ្លៃអញ្ចឹងណាអានេះយើងទិញមួយដប$12តែយើងអាចហូបបានហើយឆ្នាំហ្នឹងវាអាចកម្ចាត់ជាតិពុលបានអញ្ចឹងនិយាយទៅមាត់អត់ទាន់មានប្រសិទ្ធភាពទេចាំមើលធ្វើការកូរវាយូរសិនតែគ្រឿងក្នុងរបស់យើងវាបំលែងយ៉ាងម៉េចដែរនេះវាទៅលាងជាតិពុលនៅក្នុងគ្រឿងក្នុងយើងណាអង្គហ្នឹងប្រៀបដូចជាគ្រឿងក្នុងណាឃើញទឹកចាប់ផ្ដើមសហើយអញ្ចឹងនេះវាបំលែងជាតិពុលនៅក្នុងខ្លួនរបស់យើងទឹកនឹងអាចប៉ះពាល់ដល់សុខភាពបានកូនក្មេងមានគ្រោះថ្នាក់រហូតមិនដែរគឺសុខភាពវាអត់ចឹងវាប៉ះពាល់ដល់សុខភាពយើងឯងបើយើងអត់តន់ប្រាយើងគិតថាថ្នាំនឹងប៉ះពាល់សុខភាពយើងតែតាមពិតវាកម្ចាត់ជាតិពុលហ្នឹងឃើញគ្រឿងក្នុងយើងឯងទោះវាអត់បាន100%តែវាបាន70%ដែរហើយមកខាងនេះវិញមើលខាងនេះតែមើលអង្គអូឡើងខ្មៅ
យើងក្នុងរាងកាយយើងអញ្ចឹងហើយបើយើងចង់ដឹងវាទៀតអញ្ចឹងខ្ញុំចាក់ទឹកជីគីមីនេះចូលទៅម្ដងទៀតជាមួយវាបំលែងឃើញទេខ្ញុំអត់កោវាអញ្ចឹងវាបំលែងជីគីមីបំលែងជាតិពុលនឹងមកតាមរូបញើសរបស់យើងវិញណាវាអស់ហើយតែល្អនេះគ្រឿងក្នុងរបស់យើងធ្វើការលាងសម្អាតបានស្អាតវាមិនស្អាត 100% តែវាបាន 70% ដោយសារថ្នាំវីតាមីន C របស់យើងបើសិនជាយើងចំណាយលុយទៅទិញក្រូចនៅតាមផ្សារទីមួយយើងចំណាយពេលវេលាក្នុងការជឿទិញទីពីរយើងចំណាយលុយច្រើនតែបើយើងប្រើថ្នាំវីតាមីន C នេះអត់ទៅចំណាយច្រើនទេ